ដ្ឋារចនាសម្ព័ន្ធរូបវន្តនិងគមនាគមន៍ជនបទគឺជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារៈសំខាន់ក្នុងការធ្វើសមាហរណកម្មវិស័យសេដ្ឋកិច្ចសង្គមគិច្ចនិងវប្បធម៌រវាងតំបន់ជនបទនិងទីក្រុងក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលក្រសួងអភិវឌ្ឍជនបទមានតួនាទីរួមចំណែកក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទឲ្យកាន់តែប្រសើរតាមរយៈការស្ថាបនាការជួសជុលនិងការលើកកម្រិតគុណភាពផ្លូវនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅទូទាំងប្រទេសដើម្បីអាចប្រើប្រាស់បានគ្រប់រដូវកាលសម្ដៅផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗឲ្យកាន់តែមានភាពរស់រវើកនិងកាន់តែសកម្មឡើងបន្ថែមទៀតដែលជាមូលដ្ឋានគ្រឹះនៃកំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅជនបទគម្រោងគាំទ្រហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករនិងពាណិជ្ជពាណិជ្ជកម្មកសិកម្មហៅកាត់ថាសម្បត្តិក្រោមថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជានិងហេរញ្ញប្បទានសហប្រតិបត្តិការពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍកសិកម្ម IFAD មូលនិធិពីធនាគារវិនិយោគអឺរ៉ុប EIB និងមូលនិធិវិនិយោគអាស៊ីនៃសហភាពអឺរ៉ុប EUAIF បាននឹងកំពុងអនុវត្តដោយក្រសួងអភិវឌ្ឍជនបទនៅក្នុងខេត្តគោលដៅទាំង12ដោយផ្ដោតលើការស្ថាបនាផ្លូវជនបទសរុបចំនួន66ខ្សែដែលមានប្រវែងសរុប 537.14 គីឡូម៉ែត្រក្នុងនោះប្រភេទផ្លូវក្រាលកៅស៊ូ2ជាន់ DBST ប្រវែង 454.56 គីឡូម៉ែត្រនិងបេតុងប្រវែង 82.58 គីឡូម៉ែត្រព្រមទាំងសំណង់សិល្បកម្មជាច្រើនទៀតជាក់ស្ដែងផ្លូវមួយខ្សែឈ្មោះថាក្បាលរមាសចក្រីទីងដែលមានប្រវែងសរុប 11.30 គីឡូម៉ែត្រសម្រាប់លទ្ធផលបាន 100% បន្ទាប់ពីរយៈពេលសាងសង់ចំនួន14ខែចាប់ពីខែធ្នូឆ្នាំ2023ដល់ខែកុម្ភៈឆ្នាំ2025កន្លងទៅថ្មីនេះកាលដើមឡើយផ្លូវពុកផុងវេទនាធ្វើធ្វើម្ដងវេទនាណាប្រព័ន្ធទឹកហូរអត់ចេញវាច្រំនៅកន្លែងហ្នឹងពេលឡានបមកវាខ្ទាតទឹកភក់អីចឹងណាវាពិបាកទៅមកចុះឡើងលក់ដូរអីពិបាកសពបែបយ៉ាងណានៅរដូវប្រាំងមានការហុយមកលើទីតាំងមណ្ឌលសុខភាពនេះធ្វើឲ្យប្រឡាក់រាល់ថ្ងៃបាទម្យ៉ាងវិញទៀតនៅពេលខែវស្សាផ្លូវទៅជាភក់ច្រំបាទរអិលអញ្ចឹងប្រជាពលរដ្ឋដែលគាត់មានដំណងមកទទួលសេវានៅមណ្ឌលសុខភាពនេះគាត់ពិបាកនឹងធ្វើដំណើរមកផ្លូវពីក្បាលរមាសទៅចក្រីទីនេះប្រវត្តិតាមឡើយគឺផ្លូវហ្នឹងវាមានស្ថានភាពជាផ្លូវរទេះទេហើយការរស់នៅរបស់ប្រជាពលរដ្ឋក៏មិនមែនជាការរស់នៅប្រមូលផ្ដុំយ៉ាងដែលបាននិយាយថាបើរស់នៅបបាត់បបាយមិននៅដងតាមដងផ្លូវច្រើនដូចបច្ចុប្បន្ននេះទេដោយសារស្ថានភាពផ្លូវពេលនោះគឺមានរៀងជាផ្លូវរទេះហើយមានការលំបាកនៅឆ្នាំ1999គឺយើងចាប់ផ្ដើមធ្វើការសាងសង់ស្ថាបនាផ្លូវហ្នឹងដោយប្រើប្រាស់កម្លាំងពលកម្មជាមូលដ្ឋានផ្លូវជនបទនេះត្រូវបានសាងសង់ឡើងដោយក្រាលកៅស៊ូ2ជាន់ DBST ប្រវែង 5.10 គីឡូម៉ែត្រនិងក្រាលបេតុង RC 6.24 គីឡូម៉ែត្រមានលូមូលចំនួន29កន្លែងនិងលូប្រអប់ចំនួន3កន្លែងតភ្ជាប់ពីភូមិត្រពាំងសង្កែឃុំត្រពាំងសង្កែទៅដល់ភូមិភ្នំតូចឃុំកណ្ដោលស្រុកទឹកឈូខេត្តកំពតបានឃើញផ្លូវថ្មីណាវារៀងដូចថាអរគុណរដ្ឋាភិបាលយើងដែរណាវាបានធ្វើផ្លូវថ្មីមកជុំហ្នឹងទាំងអស់ហើយអូសុបាយចិត្តវាជួននំនេះសុបាយចិត្តខ្លាំងណាស់វាមិនដែលមានផ្លូវល្អដូចមិនឆ្នាំតោឆ្នាំនេះអាមួយណាសុបាយចិត្តដែរការខូចម៉ូតូការអីហ្នឹងវាអត់ទៅខូចប្រមាណនេះម៉ូតូបាក់ញងអីខ្ញុំធ្វើរាល់ថ្ងៃហ្នឹងគាត់មុនមកដោះធ្វើអីហ្នឹងគឺប្រាំងអីបន្តិចអស់ដល់ឥឡូវសុបាយចិត្តអ្នកម្នាក់អត់មានអស់អញ្ចឹងវាការថាការហ្នឹងគាត់ថារឿងស្រួលដូចថាបាក់ញងមួយខ្សែបានថាកន្លះឆ្នាំឥឡូវ2ឆ្នាំចំណេញច្រើនណាវាជន់ចំណេញច្រើនហ្មងបានផ្លូវថ្នល់ស្អាតចឹងមីងអំភើបសុបាយបងសពបែបយ៉ាងស្រួលសពមកតាំងពីរៀបការលក់ដូររៀបចំឲ្យបានលក់ដូរចឹងណាមានផ្លូវងាយស្រួលនេះគឺគាត់ងាយស្រួលមកណាត់តាមការណាត់របស់គ្រូពេទ្យការធ្វើដំណើរក៏ឆាប់រហ័សដោយសារពីមុនពិបាកផ្លូវធ្វើដំណើរតែឥឡូវផ្លូវស្រួលបាទធ្វើហើយចាក់កស៊ូចាក់បេតុងហើយអញ្ចឹង
ផ្លូវធ្វើដំណើរងាយស្រួលអញ្ចឹងពួកគាត់ងាយស្រួលធ្វើដំណើរមកទទួលសេវាពីព្រោះជំងឺសេវាប្រតិពោះសម្រាលបាទនិងសេវាផ្សេងៗទៀតមានចាក់វ៉ាក់សាំងមានអីជាដើមបាទ រៀនលឿនហើយអត់មានគីឡូអត់មានដីហុយអត់មានអីចូលជីស្លាតាន់តែ នៅពេលដែលផ្លូវនេះកសាងរួចរាល់ជាស្ថាពរយើងបានសមិទ្ធផលដែលសម្រាប់ហើយនេះយើងឃើញថាកំណើននៃការប្រើប្រាស់នេះហើយនឹងអ្វីដែលជាការរំពឹងទុកនៅមុនពេលយើងអនុវត្តគម្រោងគឺមានភាពខុសគ្នាច្រើនហើយសម្រាប់បងប្អូនប្រជាពលរដ្ឋយើងដែលលោកទទួលផលប្រយោជន៍នោះគឺមិនមែនសម្រាប់តែប្រជាពលរដ្ឋនៅក្នុងស្រុកទឹកឈូយើងនេះទេគឺប្រជាពលរដ្ឋយើងទូទាំងប្រទេសដែលលោកបានធ្វើដំណើរមកហើយលោកឃើញនៅសមិទ្ធផលថ្មីនេះជាផ្លូវកាត់មួយដែលយើងអាចមិនចូលទៅក្រុងកពតបានគឺយើងកាត់ចូលតាមក្បែររោងចក្រស៊ីម៉ង់ពីចំណុចខ្លងទ្វារវត្តកំពូលមាសដែលជាទីតាំងវត្តចក្រៃទីនេះហើយយើងឡើងមកកាត់មុខសាលាស្រុកទឹកឈូមកអាចឆ្ពោះទៅកែបក៏បានឬចូលទៅខេត្តវិញក៏បានអញ្ចឹងយើងឃើញថានេះជាផលផ្លែការនៃការអភិវឌ្ឍហើយដែលយើងរំពឹងទុកគឺតិចប៉ុន្តែនៅពេលដែលយើងសាងសង់រួចរាល់នេះគឺវាមានផលយ៉ាងច្រើនហើយវាមានសក្តានុពលដ៏ធំធេង ខ្សែភ្លើងនេះមានអ្នកទទួលផលដោយផ្ទាល់សរុប 3,200 គ្រួសារស្មើនឹង 16,877 នាក់និងអ្នកទទួលផលមិនផ្ទាល់សរុបចំនួន 4,022 គ្រួសារស្មើនឹង 18,960 នាក់តាមរយៈការស្ថាបនាផ្លូវជនបទមួយខ្សែប្រកបដោយភាពធន់នេះដែរកំពុងបង្កលក្ខណៈងាយស្រួលដល់ប្រជាជនក្នុងការធ្វើចរាចរណ៍ការដឹកជញ្ជូនកសិផលការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសបានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងការធ្វើដំណើរផងដែរផ្លូវជនបទនេះទៀតសោតគឺជាមធ្យោបាយជំរុញឲ្យមានកំណើនទេសចរណ៍ជាពិសេសកសិទេសចរណ៍និងទេសចរណ៍ធម្មជាតិដែលកំពុងមានសក្តានុពលនៅក្នុងតំបន់ ខ្ញុំសូមថែមអំណរគុណចំពោះក្រសួងអភិវឌ្ឍជនបទដោយអំណរគុណចំពោះរាជរដ្ឋាភិបាលដែលលោកបានប្រឹងប្រែងជួយធ្វើផ្លូវមួយខ្សែនេះដើម្បីឲ្យប្រជាពលរដ្ឋក្នុងឃុំកដោដូចក្នុងស្រុកទឹកឈូស្រួលដំណើរ ថ្លែងអំណរគុណចំពោះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាដែលលោកបានខិតខំប្រឹងប្រែងជួយកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះដល់ប្រជាពលរដ្ឋនៅក្នុងភូមិឃុំក៏ដូចជាលោកគ្រូសិស្សានុសិស្សឲ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរ ឡើងនាមខ្ញុំជាអាជ្ញាធរឃុំក៏សូមថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់និងជួយកសាងផ្លូវនៅមូលដ្ឋានរបស់ខ្ញុំបាទ ជាមួយនឹងសមិទ្ធផលដ៏ថ្លៃថ្លានេះបងប្អូនប្រជាពលរដ្ឋបានសម្ដែងនឹងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះរាជរដ្ឋាភិបាលនីតិកាលទី 7 នៃរដ្ឋសភាក្រោមការដឹកនាំដ៏ឆ្នើមប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីបាននឹងកំពុងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យការអភិវឌ្ឍនេះគឺជាការបន្តកេរដំណែលប្រវត្តិសាស្ត្រពីរាជរដ្ឋាភិបាលនីតិកាលកន្លងទៅក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនមគ្គទេសឯកនយោបាយឈ្នះឈ្នះបិតាស្ថាបនិកសន្តិភាពអតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា